ស្រីបងបងអានឹងមានវីដេអូដកអគុយចាអគុយខ្ញុំចាអគុយលីតអាស៊ីតអគុយស្ងួតហើយអគុយថ្មីរបស់ខ្ញុំគឺអគុយលីជោមអគុយប្រភេទ Lipo 4ចានេះភ្លើង standby ភ្លើងអត់ទាន់មានអីអត់ទាន់បច្ចេកឡានចឹងជាមួយខ្ញុំសាកជន់ឲ្យអាប់ដេតធ្វើការភ្លើងតែសមបានអេដានៅសល់ 11.8 វ៉ុល 19 វ៉ុលនេះប្រឡែងវិញជន់អាប់អេដាបាទអញ្ចឹងខ្ញុំសាកដេឡានតែភ្លើងធ្លាក់សមបាន 12.2 មើលវាធ្លាក់សមបានសល់ 11.6 វ៉ុលអរគុណចឹងចាំមើលខ្ញុំដកអគុយហើយខ្ញុំនឹងកំភែវាឡើងវិញណាបងចឹងអគុយថ្មីខ្ញុំដកនេះពួក start stop battery លីជោម iron phosphate ចឹង45 អាំពែដោយអគុយស៊ីនវាណាហើយ CCA វា600ហើយកម្លាំង maximum ឆាយវា60 អាំពែនេះធន់មួយកម្ដៅហើយសំខាន់តង់ខ្យងវាស្មើរហូតអត់ងាយធ្លាក់ពួកនេះបើតាមតន័យហើយស្រាគួយនេះស្រាជាងគួយធម្មតាពណ៌ខ្មៅនេះស្រាជាងខ្លាំងខុសគ្នា3ដងប៉ិនគ្នាសាយវាអូខេចាប់ចូលហើយចឹងជាមួយខ្ញុំតេស្តតង់ខ្យងពេលអត់មានឡូតធម្មតាពេលជន់ ABS ហើយនឹងពេលដេឡានជាមួយវាខុសគ្នាមួយអគុយអាស៊ីតខ្លាំងអត់ជាមួយអញ្ចឹងអានេះភ្លើងអាគុយនេះហ្នឹងអាគុយថ្មីហ្នឹងអាគុយលីជោមហ្នឹងភ្លើង standby វា 13.3 វ៉ុលនេះភ្លើងអត់ទាន់ធ្វើអីចឹងខ្ញុំជន់ ABS ដានេះពេល ABS ដាវានៅសល់13 វ៉ុល13 វ៉ុលហ្នឹងហើយខ្ញុំលែងវិញចឹងខ្ញុំជន់ ABS នៅសល់ 13.1 ហ្នឹងនេះផាំវាដានៅសល់ 13 វ៉ុលគត់បាទអញ្ចឹងខ្ញុំសាកបើកភ្លើងហ្វាសល់ 12.8 ចឹងខ្ញុំសាកជន់ដេមើលវាធ្លាក់សមហ្នឹងនេះពេលខ្ញុំដេ 13.8 វ៉ុលបាទអានេះភ្លើងឡានពេលសាកចូលអគុយនឹងវិញអញ្ចឹងវា 14 វ៉ុល 8នៅភ្លើងសាកចូលវិញនេះម៉ាស៊ីនឆេហ្នឹងហើយអញ្ចឹងខ្ញុំឃើញថាគុណភាពអែមអញ្ចឹងខ្ញុំបញ្ឆេះវាបន្តិចដើម្បីឲ្យ ECU វាឆាចអគុយនឹងឲ្យវាត្រូវឲ្យសិក្សាគ្នាអគុយភេទថ្មី